កោះកាឡាំងកាម៉ាន់ជាកោះដែលមានឆ្នេរខ្សាច់សក្បុសដ៏វែងអន្លាយរាប់រយម៉ែត្រដែលលាតសន្ធឹងតាមឆ្នេរសមុទ្រលក្ខណៈពិសេសបំផុតនៃកោះនេះគឺជាឆ្នេរខ្សាច់ដែលពេលដែលយើងជន់ទៅលើវាស្ទើរតែមើលមិនឃើញរូបរាងនោះឡើយឆ្នេរខ្សាច់នេះមិននៅស្ងៀមមួយកន្លែងទេវាតែងផ្លាស់ប្ដូររូបរាងទៅតាមទិសដៅខ្យល់និងចលនារបស់រលកដែលធ្វើឲ្យកោះទាំងមូលប្រៀបដូចជាមានជីវិតកំពុងផ្លាស់ប្ដូររូបរាងយ៉ាងស្ងៀមស្ងាត់នៅពេលដែលទឹកនាចដល់កម្រិតទាបបំផុតកោះនេះនឹងបង្ហាញឆ្នេរខ្សាច់ពីរបញ្ច្រាស់គ្នាហើយបើមើលពីចម្ងាយទៅកោះទាំងមូលមានរូបរាងដូចជាសត្វបក្សីពណ៌សដែលកំពុងត្រដាងស្លាបនៅកណ្ដាលមហាសមុទ្រពណ៌ខៀវសម្ងាត់អញ្ចឹងរីឯឈ្មោះថាកាឡាំងកាម៉ាន់គឺមកពីពាក្យថាឡាំងកាំក្នុងភាសាស៊ីប៊ូណូដែលមានន័យថាសត្វបក្សីទោះបីជាមានឈ្មោះបែបនេះក៏ដោយកោះនេះកម្រមានសត្វបក្សីរស់នៅណាស់ដោយសារតែផ្ទៃដីតូចនិងខ្វះដើមឈើធំៗសម្រាប់ច្រកកោនធម្មជាតិភាគច្រើនប្រមូលផ្ដុំនៅចំកណ្ដាលកោះដែលមានជួរដើមដូងខ្ពស់ៗដែលផ្ដល់ជាជម្រកដ៏កម្រចំកណ្ដាលឆ្នេរខ្សាច់ដ៏សក្បុសដើម្បីការពារទេសភាពដ៏អស្ចារ្យនេះអាជ្ញាធរមូលដ្ឋានបានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹងដូចជាកំណត់ចំនួនអ្នកចូលទស្សនាអនុញ្ញាតឲ្យភ្ញៀវចូលទស្សនាត្រឹមតែ500នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះហើយអ្នកទេសចរទាំងអស់ត្រូវទទួលបានថង់សម្រាមដាច់ដោយឡែកហើយត្រូវតម្រូវឲ្យវិចខ្ចប់សម្រាមទាំងអស់ត្រឡប់ទៅកាន់ដីគោកវិញតាមដែលអាចធ្វើទៅបានសបផ្សាយពាណិជ្ជកម្មនៅវិទ្យុ Town FM 102.25 MHz សូមទំនាក់ទំនងមកលេខទូរស័ព្ទឬ Telegram 010 93 77 77